បាទសួស្តីបងប្អូនជាទីគោរពវីដេអូនេះគឺជាវីដេអូចាស់ហើយខ្ញុំសូមធ្វើការសម្រាយនិងបញ្ចេញសំឡេងនៃវីដេអូក្នុងការធ្វើជីកំប៉ុស្តទឹករបស់ខ្ញុំដែលខ្ញុំយកវត្ថុធាតុដើមពីកាកសំណល់ផ្ទះបាយផ្សេងៗដូចជាកាកសំណល់បន្លែផ្លែឈើនិងកាកសំណល់អាហារដែលយើងបានហូបរួចដែលនៅសល់គឺចាក់ចូលទៅក្នុងធុងរក្សាទុកដើម្បីយកទឹកដែលជូរហ្នឹងគឺលាយជាមួយនឹងពាងដែលខ្ញុំធ្វើជីកំប៉ុស្តទឹកដើម្បីឲ្យវាផ្សំគ្រឿងគ្នាច្រើនព្រោះថាការលាយផ្សំគ្នាច្រើនបែបនេះគឺយើងយកទៅស្រោចដំណាំគឺថាល្អមែនទែនចំពោះកាកសំណល់ដែលយើងនៅសល់ហ្នឹងគឺយើងត្រូវយកធ្វើជាជីកំប៉ុស្តគោកជីកំប៉ុស្តគោកគឺដើម្បីយកមកលាយជាមួយដីដាំ50% ទៅមានន័យថាជីកំប៉ុស្តគោកហ្នឹង50% និងដី50% ដើម្បីលាយដាំដំណាំផ្សេងៗឬក៏យកជីកំប៉ុស្តដែលកតិចដែលយើងផលិតបានពីកាកសំណល់ផ្ទះបាយនេះយកទៅរួយតាមគល់ដំណាំដែលយើងបានជ្រោយរួចក៏បានដូចគ្នាដែរហើយនេះជារណ្ដៅដែលខ្ញុំបានធ្វើជាជីកំប៉ុស្តហើយរណ្ដៅនេះគឺខ្ញុំជីកដីហើយដាក់ជីកំប៉ុស្តកាកសំណល់ផ្ទះបាយដោយសារតែបើសិនជាយើងធ្វើជាធុងឬក៏ជាកញ្ច្រែងអីគឺវាបានតិចនៅខែប្រាំងនេះខ្ញុំធ្វើបែបនេះគឺវាបានច្រើនជាងនៅពេលដែលខែវស្សាគឺខ្ញុំដាក់វានៅលើមិនឲ្យវាលិចទឹកទេកាលណាតែវាលិចទឹកគឺវាអត់ល្អដូចគ្នាហើយខ្ញុំបានដាក់កាកសំណល់ហើយខ្ញុំគ្របវាចោលហើយក៏ខ្ញុំធ្វើការជន់វាឲ្យហាប់នៅពេលដែលហាប់គឺខ្ញុំត្រូវជ្រួយវាទៀតគឺធ្វើការត្រឡប់វាចុះឡើងរយៈពេល1អាទិត្យម្ដងហើយខ្ញុំបានស្រោចទឹកពីលើវាផងដែរដើម្បីឲ្យវាតូចល្អិតរលាយចូលគ្នាកាច់ចូលគ្នាคล้ายទៅជាដីកំប៉ុស្តបើសិនជាយើងដាក់វាចោលគឺវាមានរយៈពេលយូរបើសិនជាយើងជួយក្នុងការច្របល់ក្នុងការស្រោចទឹកបន្ថែមគឺងាយស្រួលនៅក្នុងការកាច់កាកសំណល់ទាំងអស់នោះคล้ายទៅជាជីកំប៉ុស្តបាទអរគុណច្រើន